សង្ឃឹមថាគាត់នឹងទទួលបានព័ត៌មានពិតដែលបានប្រឌិតឬសម្ដែងដោយភាគីមួយនេះបងធំពិភពលោកបានចេញមុខប្រមូលទិន្នន័យដោយផ្ទាល់ហើយអនុព័ន្ធយោធាអាមេរិកបានចុះទៅប្រមូលព័ត៌មានដោយផ្ទាល់តាមព្រំដែនកម្ពុជាថៃដើម្បីបញ្ជូនទៅឲ្យសេតវិមានហើយនៅថ្ងៃទី19ខែវិច្ឆិកានេះក្រោយបញ្ចប់ការចុះទៅដោយផ្ទាល់នៅទីតាំងសំខាន់ចំនួន3នៅតាមបណ្ដោយព្រំដែនកម្ពុជាថៃនៅឯក្នុងខេត្តស្រះកែវនោះលោកវរៈស្នេហ៍ឯក Yuzu Rodriguez អនុព័ន្ធយោធាអាមេរិកបានលើកឡើងថាព័ត៌មានដែលប្រមូលបាននៅទីតាំងជាក់ស្ដែងនឹងចងក្រងរួចរាយការណ៍ទៅកាន់ថ្នាក់ដឹកនាំស្ថានទូតអាមេរិកផងដែរនិងរដ្ឋាភិបាលអាមេរិកនៅក្នុងទីក្រុង Washington DC ផងដែរនេះបើយោងតាមការចេញផ្សាយដោយកាសែត The Nation ពេលថ្លែងប្រាប់អ្នកយកព័ត៌មានលោកវរៈស្នេហ៍ឯក Rodriguez បានលើកឡើងថាការចុះដោយផ្ទាល់នេះគឺជួយឲ្យមានការប្រមូលព័ត៌មានពិតនិងមានអត្ថប្រយោជន៍និងជួយលោកកាន់តែដឹងច្បាស់អំពីស្ថានភាពនៅតាមព្រំដែននិងប្រតិបត្តិការរបស់កងកម្លាំងពិសេស Burapa នៃកងទ័ពភូមិន្ទថៃលោកឧត្តមស្នេហ៍ឯក Rodriguez បានបញ្ជាក់បន្ថែមថាព័ត៌មានដែលប្រមូលបាននឹងចែករំលែកទៅឲ្យមន្ត្រីជាន់ខ្ពស់នៅស្ថានទូតអាមេរិកហើយក៏នឹងបញ្ជូនទៅឲ្យរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Donald Trump ផងដែរព័ត៌មាននេះនឹងជួយឲ្យថ្នាក់ដឹកនាំអាមេរិកបានដឹងនៅអ្វីដែលកំពុងតែកើតឡើងនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃលោកវរៈស្នេហ៍ឯក Rodriguez ក៏បានបញ្ជាក់ផងដែរថានៅភាគីកម្ពុជាក៏មានការចោះទៅប្រមូលព័ត៌មានដើម្បីធ្វើរបាយការណ៍ទៅកាន់ទីក្រុង Washington ផងដែរ